ជិះម៉ូតូចេញពីស៊ីការពួកម៉ាក់នៅពេលយប់ស្រាប់តែមានគេជិះម៉ូតូមកតាមគាត់គ្រាន់តែអ្នកដែលជិះមកតាមគាត់ហ្នឹងណាវាមិនមែនជាមនុស្សធម្មតាហើយវាក៏មិនមែនជាចោរដែលជិះតាមគាត់ដើម្បីប្លន់ម៉ូតូគាត់ដែរប៉ុន្តែវាគឺជាពពួកអមនុស្សនឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាទីប្រាប់ថារឿងរ៉ាវមួយហ្នឹងវាទើបតែកាត់ឡើងថ្មីនឹងដែរទេកាត់ឡើងកាលពីមួយខែមុនពេលដែលគាត់ធ្វើដំណើរចេញពីស៊ីការពួកម៉ាក់របស់គាត់វិញនៅពេលយប់ហើយរឿងរ៉ាវមួយហ្នឹងទៀតគឺកាត់ឡើងនៅផ្លូវជាតិនៅខេត្តរបស់គាត់ផ្ទាល់នឹងឯងទាំងអស់គ្នាតែផ្លូវជាតិមួយហ្នឹងគឺគាត់អាសាជិះនៅពេលថ្ងៃបើពេលយប់គាត់ជិះត្រឹមតែម៉ោង8យប់អីទេគាត់កម្រជិះដល់ម៉ោង2ដល់10យប់ម៉ោង1យប់អីប៉ុន្តែលើកហ្នឹងគឺគាត់បានជួបនៅម៉ោងប្រហែលជាក្នុង7-12យប់ពេលដែលគាត់ធ្វើដំណើរចេញពីស៊ីការគេជាមួយនឹងអូនស្រីរបស់គាត់នឹងឯងហើយដោយសារតែរឿងហ្នឹងវាទើបតែកាត់ឡើងថ្មីនឹងដែរទាំងអស់គ្នាគាត់ថាមកដល់សប្តាហ៍ថ្ងៃហ្នឹងពួកគាត់នៅតែឃើញដល់រូបភាពមួយហ្នឹងហើយគាត់ព្រឺសង្កល់ឲ្យខ្លាចយកហ្មងហើយដែលសំខាន់ណាឲ្យទៅពេលដែលគាត់ជិះម៉ូតូនៅពេលយប់ឡើងមិនថាជិះនៅកន្លែងណាក៏ដោយគាត់ចេះថាសម័យដល់រូបភាពមួយហ្នឹងធ្វើឲ្យគាត់ភ័យធ្វើឲ្យគាត់ខ្លាចហ្មងហើយសូម្បីតែខ្ញុំដែលជាអ្នកស្ដាប់ពេលដែលគាត់ស្ដាប់រឿងដែលគាត់ចែកម្លែកមកហ្នឹងទាំងអស់គ្នាគឺខ្ញុំមានអារម្មណ៍ថាព្រឺសង្កល់ឲ្យខ្លាចខ្ញុំចេះតែមានអារម្មណ៍ដូចគាត់ដែរទោះបីជាខ្ញុំមិនមែនជួបហេតុការណ៍ហ្នឹងផ្ទាល់ក៏ដោយគាត់ចាំបានទាំងអស់គ្នានៅម៉ោងប្រហែលជាក្នុង7 ដល់10យប់គាត់ក៏បានលាពួកម៉ាក់របស់គាត់នៅក្នុងរោងការដើម្បីត្រឡប់មកផ្ទះវិញមុនពេលដែលគាត់ត្រឡប់មកផ្ទះវិញហ្នឹងគាត់ក៏ទៅរកប្អូនស្រីរបស់គាត់ដែរដោយសារតែប្អូនស្រីរបស់គាត់ក៏បានមកស៊ីការគេនឹងដូចគ្នានឹងឯងទាំងអស់គ្នាគ្រាន់តែពេលដែលប្អូនស្រីរបស់គាត់មកគឺមកជាមួយនឹងពួកម៉ាក់ស្រីរបស់គេជិះឡានមកអញ្ចឹងទៅប៉ុន្តែពេលដែលទៅវិញគឺប្អូនស្រីរបស់គាត់ត្រូវជិះម៉ូតូមួយគាត់ដោយសារតែពួកម៉ាក់ប្អូនស្រីគាត់គឺគេត្រឡប់ទៅផ្ទះមុនអស់ហើយធម្មតាមនុស្សស្រីស្មែឥឡូវនៅពេលដែលគាត់ទៅការគេម្ដងគឺគាត់ពាក់រ៉ូបវិញខ្លាំងណារ៉ូបអស់ដីអញ្ចឹងនៅពេលដែលគាត់ជិះម៉ូតូគឺពិបាកខ្លាំងមែនតើពេលដែលឡើងលើម៉ូតូហ្នឹងគឺគាត់ត្រូវរបៀបថាលាត់រ៉ូបរបស់គាត់ទាំងអស់យកដាក់នៅលើផ្លូវដោយសារតែខ្លាចថារបៀបថាកណាត់របស់រ៉ូបហ្នឹងចូលក្នុងកែបម៉ូតូចូលក្នុងកាំម៉ូតូខាងអីចឹងទៅអញ្ចឹងប្អូនស្រីរបស់គាត់តាំងពីចេញពីរោងការមកគឺប្អូនស្រីរបស់គាត់ល្អរហូតដល់គ្នាគឺគាត់និយាយពីនេះពីនោះប្អូនស្រីរបស់គាត់គឺជាមនុស្សដែលនិយាយច្រើនមែនតើនិយាយអត់ចេះស្ងាត់ទេទាំងអស់គ្នានិយាយដល់ដេកលក់អីក៏មានដែរហើយគាត់ថាតាមផ្លូវដែលគាត់ជិះត្រឡប់ពីរោងការត្រឡប់មកផ្ទះរបស់គាត់វិញមានឆ្ងាយពីគ្នាទង់20ទៅ25គីឡូហើយរបៀបថាវាស្ងាត់ខ្លាំងទាំងអស់គ្នាពេលយប់ពេលអីគឺវាស្ងាត់ខ្លាំងមែនតើហើយគាត់ថានៅតាមផ្លូវទៅវិញហ្នឹងគឺវាអត់មានពូលភ្លើងអីដែលគេដាក់នៅតាមផ្លូវដាក់អីទេហើយកន្លែងខ្លះទៅក៏មានផ្ទះប្រជាជនកន្លែងខ្លះទៅគឺមានដើមឈើធំស្ងាត់ជ្រៅអត់មានមនុស្សមានអីទេតែសំណាងល្អដែរម៉ូតូរបស់គាត់គឺអត់មានខូចអំពូលខូចអីទេអញ្ចឹងម៉ូតូរបស់គាត់គឺមានភ្លើងភ្លឺមកល្មមអាចជិះទៅបានអញ្ចឹងទៅហើយពេលដែលគាត់ជិះម៉ូតូហ្នឹងគឺជាប្រភេទម៉ូតូ PCX នឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលគាត់ជិះទៅតាមផ្លូវហ្នឹងអូនស្រីរបស់គាត់ក៏តាពីល្អគាត់ជិះបានប្រហែលជាក្នុង10នាទីក៏ស្រាប់តែមានម៉ូតូមួយទៀតជិះមកពីក្រោយគាត់ហើយគ្រាន់តែម៉ូតូនឹងបង្ហាញខ្លួនភ្លាមអូនស្រីរបស់គាត់លែងនិយាយទាំងអស់អូនស្រីរបស់គាត់នៅស្ងៀមរួចដាក់ក្បាលហ្នឹងទល់ជាមួយនឹងខ្នងរបស់គាត់ចេះហើយដៃបងស្រីរបស់គាត់គឺតោងជ័យអាវរបស់គាត់ជាប់ក្តិចគាត់ហើយប្រាប់ថាបើកម៉ូតូឲ្យលឿនទៅហើយដែលសំខាន់ណាស់ទាំងអស់គ្នាម៉ូតូដែលជិះនៅខាងក្រោយគាត់ហ្នឹងអត់ព្រមជីវ៉ាគាត់ទេគឺជិះនៅខាងក្រោយគាត់នៅឆ្ងាយពីម៉ូតូគាត់ប្រហែលជាខ្ទង់5ម៉ែត្រអីហ្នឹងឯងអញ្ចឹងគាត់ថាម៉ូតូនឹងគឺបើករបៀបថាបើកនៅខាងក្រោយនឹងអត់ទៅណាសោះហើយគាត់ក៏ព្យាយាមមើលតាមកញ្ចក់ម៉ូតូទៅខាងក្រោយដែរប៉ុន្តែធម្មតាម៉ូតូហ្នឹងគឺយើងមើលមុខគេអត់ឃើញទេដោយសារថាអត់មានភ្លើងចាំងទៅខាងមុខរបស់អ្នកដែលគេបើកម៉ូតូក្រោយយើងគឺអត់ចាំងទេតោះតែគេមកមុខយើងទើបគេមើលទើបយើងមើលមុខគេឃើញច្បាស់អញ្ចឹងគេជិះនៅពីក្រោយហ្នឹងអញ្ចឹងទៅអូនស្រីរបស់គាត់ប្រាប់ទៀតហើយថាអត់ទេបើកម៉ូតូលឿនតិចទៅអូនស្រីរបស់គាត់ថាគាត់អាយអញ្ចឹងគាត់ព្យាយាមមូលលឿននៅពេលគាត់មូលលឿនណាទាំងអស់គ្នាម៉ូតូហ្នឹងរបៀបថាបើកមកលឿនដែរប៉ុន្តែអត់តន់វ៉ាគាត់ទៀតគឺជាខាងក្រោយអញ្ចឹងគាត់មានអារម្មណ៍ថាចេះចំខ្លាចអ្នកជិះតាមគាត់ទៅចោលទីអីទៅគាត់គិតក្នុងចិត្តអញ្ចឹងណាបើបងស្រីគាត់គិតថាក្រិចឆ្កេះគាត់រួចថាបើកឲ្យលឿនទៅហើយបងស្រីគាត់គឺអត់និយាយអីទៀតទាំងអស់គ្នាក្រៅពីពាក្យថាបើកឲ្យលឿនទៅពេលដែលគាត់ព្យាយាមមូលទៅមុខថតទៀតម៉ូតូហ្នឹងក៏បើកវ៉ាគាត់ប៉ុន្តែបើកវ៉ាហ្នឹងមិនមែនបើកវ៉ាជិះទៅហួសទេគឺជិះនៅមុខម៉ូតូគាត់ហ្មងទាំងអស់គ្នាជិះនៅខាងមុខម៉ូតូគាត់នៅឆ្ងាយពីគ្នាប្រហែលជាខ្ទង់3ម៉ែត្រគឺជិះនៅពីមុខអញ្ចឹងណាហើយនៅពេលដែលគេមកពីមុខគាត់ហ្នឹងធម្មតានៅពេលគេជិះមកពីមុខភ្លើងម៉ូតូរបស់យើងមិនចាំងទៅលើមុខរបស់គេហើយពេលដែលគាត់ឃើញទាំងគ្នាគឺគាត់ស្លុតខ្លាំងមែនតើពីរអ្នកហ្នឹងគឺជាដប់គ្នាប៉ុន្តែអីដែលសំខាន់ណាធម្មតានៅពេលដែលយើងជិះម៉ូតូអញ្ចឹងគឺមុខរបស់យើងបែរទៅមុខថ្វងចេះបើកម៉ូតូទៅមុខអញ្ចឹងទៅប៉ុន្តែពីរអ្នកហ្នឹងគឺបែរក្បាលទៅខាងក្រោយក្បាលរបស់វាគឺបែរទៅខាងក្រោយមើលមកមុខគាត់ហើយមុខវាគឺញឹមទាំងពីរអ្នកទឹកមុខគឺស្លេកខ្លាំងមែនតើទាំងគ្នាហើយនៅពេលដែលចាំងភ្លើងម៉ូតូទៅគឺវាកាន់តែគួយខ្លាចលើសដើមនឹងឯងទាំងគ្នាហើយពួកវាអត់ព្រមជិះទៅលឿនវាថាជិះទៅឲ្យលឿនទេណាគឺជិះនៅពីមុខគាត់នឹងឯងទាំងគ្នាពេលគាត់ជិះជាមូលហ្គាដើម្បីវ៉ាទៅមុខគឺវាមូលទៅតាមប៉ុន្តែវាអត់ជិះទៅណាលឿនទេគឺជិះនៅមុខគាត់ហ្នឹងហ្មងហើយពេលហ្នឹងបងទីគាត់ដឹងចំហាយថាអីដែលគាត់ជួបហ្នឹងទាំងគ្នាវាមិនមែនជាមនុស្សធម្មតាទេមនុស្សធម្មតាណាបើកម៉ូតូបែរក្បាលទៅខាងក្រោយកើតមិនមែនបែរដូចយើងបែរមើលចំហៀងមើលអីចឹងណាគឺបែរចំទៅខាងក្រោយនឹងឯងទាំងគ្នាសម័យមើលរូបភាពហ្នឹងទៅបើមិនយើងជួបហេតុការណ៍នៅពេលយប់តែយើងមានអារម្មណ៍បែបណាហើយបងស្រីរបស់គាត់ទាំងគ្នាគឺលិចនោមហ្មងលិចនោមនៅលើម៉ូតូហ្នឹងណាប្រឡាក់ទាំងខោគាត់ទៀតគាត់ឃើញថាបងស្រីរបស់គាត់លិចនោមប៉ុណ្ណឹងគឺគាត់ដឹងហើយថាអ្នកដែលជិះម៉ូតូនៅមុខគាត់ហ្នឹងវាមិនមែនជាមនុ
មនុស្សយើងធម្មតាទេពេលហ្នឹងមកទីគាត់ព្យាយាមប្រាប់បងស្រីគាត់ទៅថាចេះនិយាយអ៊ីនតិចទៅនិយាយអ៊ីតិចទៅតែបងស្រីគាត់ដឹងញ័រមកនិយាយថាអូអត់ដឹងនិយាយអីទេញ័រអស់លេងនេះគាត់តែពីតោចេះកេះអាវគាត់ណាតោងអាវជាយអាវគាត់ដូចអោនក្បាលចុះដដែលហើយវាថាគាត់ដឹងមកថាបងស្រីគាត់កំពុងតែខ្លាចខ្លាំងគាត់ព្យាយាមវាទៅប៉ុន្តែវាក៏ជាលឿនទៅតាមពេលគាត់ជឿជឿវាក៏យឺតទៅតាមនិយាយទៅគឺអត់ព្រមទៅណាសោះគឺនៅមុខនឹងឯងអញ្ចឹងទីដោយសារតែគាត់ភ័យខ្លាចខ្លាំងពេកគាត់ព្យាយាមស្រែកលឺវាថានិយាយប្រឡប់លឺហើយពេលដែលជីដល់កន្លែងដែលកណ្ដាស់សាំងដែលគេមានហ្នឹងគាត់នៅតែវាជីមកគាត់ចឹងទៀតទាំងអស់គ្នាប៉ុន្តែគាត់ដឹងថាអ្នកនៅក្រាសាំងគេមើលឃើញអត់គាត់ដឹងទេដឹងតែពេលនេះគាត់ឃើញផ្ទាល់ភ្នែករបស់គាត់ហ្នឹងទាំងអស់គ្នាប៉ុន្តែសំណាងល្អគាត់ជីបានមកស្ទុះទៀតទៅគាត់ដល់ផ្លូវកាត់ចូលភូមិរបស់គាត់ពេលដែលគាត់កាត់ចូលភូមិរបស់គាត់វាក៏ជាទៅធំបាត់ទៀតគាត់ថាពេលហ្នឹងបើសិនជាគាត់ជីចូលភូមិហើយវាជីចូលតាមគាត់ទៀតណាគាត់ដឹងតែកាំងមកតាមផ្លូវមកប៉ុន្តែសំណាងល្អក៏វាជីទៅបាត់ពេលដែលជីចូលទៅដល់ផ្ទះអីដែលលើម៉ូតូរបស់គាត់គឺសិតទឹកនោមបងស្រីរបស់គាត់មែនទាំងអស់គ្នាប្រឡាក់ទាំងខោគាត់ប្រឡាក់ទាំងអីគាត់ទៀតអញ្ចឹងគាត់សួរថាឃើញតាំងពីពេលណាគាត់ថាឃើញតាំងពីសុកឃើញម៉ូតូលើចេញពីក្រោយខ្នងមកគាត់ងាកទៅមើលពេលគាត់ងាកទៅមើលទាំងអស់គ្នាគឺបងស្រីរបស់គាត់គឺថាពេលនោះគឺឃើញសឹងតែលោតចុះពីលើម៉ូតូហ្មងគឺឃើញរបៀបថាពេលដែលជិះម៉ូតូខាងក្រោយអញ្ចឹងមុខរបស់វាគួរតែមកខាងមុខចេះគាត់ងាកទៅគួរតែមើលមុខគ្នាប៉ុន្តែអត់ទេក្បាលវាបែរខាងក្រោយអញ្ចឹងហ្មងហើយមុខនៅខាងពេលបើកម៉ូតូនោះគឺសក់ខាងមុខនឹងឯងទាំងអស់គ្នាគឺសក់របៀបថាសក់អញ្ចឹងណាដបងអូនស្រីរបស់គាត់គិតថាប្រហែលជាគេជិះម៉ូតូបាំងយកសក់បាំងមុខបាំងអីចឹងប៉ុន្តែអត់ទេទាំងអស់គ្នាគឺអត់ទេគឺក្បាលវាបែរខាងក្រោយនឹងឯងអញ្ចឹងដល់បងស្រីរបស់គាត់និយាយអត់ចេញទៅគាត់កាំងមែនតើណាអត់មានអីនិយាយក្រៅពីឲ្យបងគាត់នឹងបាំងម៉ូតូទៅអីទេអញ្ចឹងទីគាត់ថានៅពេលគាត់ឃើញហេតុការណ៍នឹងជាមួយបងស្រីរបស់គាត់ហើយព្រឹកឡើងម៉ាក់របស់គាត់នឹងគឺនាំគាត់ទៅសល់ទឹកវាថារបៀបដេញគ្រូចង្រៃនេះអីចឹងទៅពួកគាត់របៀបថាជឿខ្លះអត់ខ្លះប៉ុន្តែពេលហ្នឹងគឺជាពេលដែលជឿខ្លាំងហ្មងថាអ្នកដែលគាត់ឃើញពីយប់ហ្នឹងគឺជាប្រពន្ធនឹងឯងនឹងគ្នាហើយកាលពីខ្ទង់2អាទិត្យមុនគាត់ជួបម្ដងទៀតប៉ុន្តែពេលដែលគាត់ជួបហ្នឹងមិនមែនម៉ោង2ទៅ10យប់ឬម៉ោងឬ1ក៏ម៉ោងបាន10ម៉ោង1យប់អីទេគឺពេលដែលគាត់ជួបហ្នឹងគឺម៉ោង7យប់ទាំងអស់គ្នាតែដែលពេលហ្នឹងគឺមានឡានម៉ូតូមានអីបើកដែរប៉ុន្តែវាមិនសូវច្រើនប្រហែលទេបើកមកល្មមណាពេលដែលគាត់បើកមកដល់កន្លែងដែលគាត់បានជួបហេតុការណ៍ហ្នឹងគាត់ក៏ព្យាយាមបើកម៉ូតូទៅឲ្យលឿនពេលដែលគាត់បើកក៏ស្រាប់មានក៏មានមនុស្សស្រីម្នាក់ជិះម៉ូតូស្គូពីជិះម៉ូតូវ៉ាម៉ូតូគាត់ដូចជិះទៅមុខដំបងគាត់ឃើញម្នាក់ស្រីជិះតែឯងដល់ពេលដែលគាត់មើលម្ដងទៀតពេលដែលភ្លើងម៉ូតូគាត់ចាំងទៅម៉ូតូម្នាក់ស្រីម្ដងទៀតទើបគាត់ឃើញថាមានមនុស្សប្រុស2នាក់ដែលគាត់ឃើញកាលពីមួយខែមុនហ្នឹងណាគឺឈរនៅលើម៉ូតូហ្នឹងហ្មងមិនមែនអង្គុយទាំងអស់គ្នាគឺឈរនៅលើម៉ូតូខ្លួនរបស់វាបែរទៅត្រង់តែក្បាលវាបែរមកខាងក្រោយមើលមកគាត់ហើយនៅពេលដែលគាត់ឃើញអញ្ចឹងទាំងអស់គ្នាគឺគាត់ព្រឺស្បកខ្លាចខ្លាំងមែនតើប៉ុន្តែគាត់គិតថាច្បាស់ជាមានអ្នកស្រួលលើម្នាក់ស្រីហ្នឹងហើយអាចនឹងគេចង់យកម្នាក់ស្រីយកអីចឹងណាគាត់ក៏ជិះតាមម្នាក់ស្រីហ្នឹងទៅផ្លេទូហើយម្នាក់ស្រីហ្នឹងពេលដែលគ្នាជិះម៉ូតូចឹងជិះស្រីតែឯងហ្នឹងពេលយកទឹកងាកមកស្លាប់គាត់เลยថាបែបខឹងបែបខ្លាចបែបអីចឹងណាម្នាក់ស្រីព្យាយាមមូលហ្គាលឿនពេលម្នាក់ស្រីមូលហ្គាលឿនគាត់ក៏ព្យាយាមមូលតាមទៅផ្លេទូចឹងទៅហើយអាពីរនាក់ហ្នឹងគឺតោងលើគាត់នៅតែឈរលើម៉ូតូរបស់ម្នាក់ស្រីហ្នឹងចឹងគាត់ថាពេលដែលគាត់ឃើញគាត់ខ្លាចមែនតើប៉ុន្តែគាត់អាណិតម្នាក់ស្រីហ្នឹងដូចគ្នាចំណាក់ស្រីនឹងជិះទៅឡើងលឿនជិះចូលទៅឈប់នៅក្រាសាំងដែលគាត់បានឃើញកាលពីមួយខែមុនហើយគាត់ក៏ជិះចូលទៅតាមពេលជិះចូលទៅតាមអ្នកស្រីនឹងគឺប្រាប់អ្នកបើកអ្នកដែលនៅក្រាសាំងថាចេះបងមួយនេះគាត់ជិះតាមខ្ញុំបងមួយចាក់ចោលអីចឹងទៅគាត់ចង់ធ្វើបាបខ្ញុំចង់អីចឹងណាអញ្ចឹងទីគាត់ប្រាប់ថាគាត់មានចោលមានជាអីទេគាត់មិនមែនជាចោលអីទេគាត់មានរឿងចង់ប្រាប់អ្នកស្រីនឹងអ្នកស្រីដំបងគេជឿទាំងអស់គ្នាប៉ុន្តែគាត់និយាយថាចេះដែលគាត់ជិះតាមហ្នឹងណាហើយគាត់ជិះចូលនៅក្នុងនឹងតាមហ្នឹងដោយសារតែគាត់បានឃើញមានមនុស្សប្រុស2នាក់តោងនៅលើរបៀបថាឈរនៅលើកែបម៉ូតូគាត់ខាងក្រោយគាត់និយាយប៉ុណ្ណឹងបងប្អូនម្នាក់ស្រីនឹងកាំងរបៀបថាវាភ្ញាក់ផ្អើលអត់នឹកស្មានថាដទីជិះតាំងគឺប្រាប់រឿងមកគាត់ទេចុះគាត់ប្រាប់ថាចេះគាត់បានឃើញជិះមកហ្នឹងណាវាថាតាំងពីដល់ឡើងផ្លូវដែលគាត់បានជួបហេតុការណ៍ហ្នឹងហ្មងគឺគាត់បានឃើញពាក្យហ្នឹងចេញមកឈរលើម៉ូតូហ្នឹងហ្មងគឺសុកលេចចេញមកហ្មងហើយគាត់ដឹងហ្មងថាអីដែលម្នាក់ស្រីនឹងជួបហ្នឹងមិនមែនជារឿងធម្មតាទេហើយពីរអ្នកហ្នឹងតាមហ្នឹងបាច់ជាតាមចង់យកជីវិតគាត់អីចឹងទៅគាត់ទៅយល់ប្រាប់អ្នកស្រីហ្នឹងអីចឹងណាដំបូងអ្នកស្រីហ្នឹងគឺគេអត់សូវជឿទាំងអស់គ្នារបៀបថាគ្នាស្ដាប់ឲ្យកាំងរបៀបកាំងមកតែចង់ជឿទាំងអស់គ្នាប៉ុន្តែអ្នកដែលនៅក្រាសាំងគេបញ្ជាក់ថែមទៅថាជឿគាត់ទៅអាចនឹងមានមែនតើអញ្ចឹងអីធ្លាប់មានអ្នកដែលគេជិះម៉ូតូកាត់ក្រាសាំងគេបានជួបបានឃើញអីដូចគ្នាអញ្ចឹងទាំងអស់គ្នាហ្នឹងហើយអញ្ចឹងទៅពេលគាត់ប្រាប់អ្នកស្រីហ្នឹងហើយគាត់ជិះម៉ូតូទៅផ្ទះគាត់ដូចធម្មតាអញ្ចឹងទៅអញ្ចឹងគាត់ថាមកដល់ឥឡូវហ្នឹងទាំងអស់គ្នាគឺវាកន្លងផុតទៅមួយខែហើយគាត់នៅតែចាំវាច្បាស់ខ្លាំងមែនតើហើយគាត់ជិះតែមានអារម្មណ៍ថាចេះបើសិនជាគាត់ជិះម៉ូតូទៅណាពេលយប់ចឹងគាត់ខ្លាចថាមានអ្នកណាគេជិះម៉ូតូបាយក្បាលអញ្ចឹងមើលមកគាត់ទៀតគាត់ខ្លាចហ្មងទាំងអស់គ្នាហើយសូម្បីតែខ្ញុំពេលស្ដាប់រឿងគាត់កាត់ពីយប់មិញហើយក៏ខ្ញុំមានអារម្មណ៍ថាទីអានជិះម៉ូតូទៅជួបហេតុការណ៍ចាក់ដូចគាត់ដែរទៅនៅទាំងអស់គ្នារឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនគណៈទាំងអស់គ្នាមានរឿងចែករំលែកចាកុំភ្លេចឆាត